សាច់លោកស្រាប់ប្រមុខគិតចាំបាច់ទៅលោកសួនចាំងចិត្តត្រូវគេវាច់បាញ់ហើយបើមិនដកថយទេទ័ពយើងស្លាប់នឹងរបួសច្រើនណាស់ចេញមកយើងទៅដកថយប្រាប់ពេតឡាស្ថានភាពយ៉ាងម៉េចទៅហើយក្របទូលព្រះអង្គស៊ីយើងអង្គុយនឹងមិនទាន់វាយលុកក្រុងស៊ូយ៉ាងបាននឹងមិនទាន់សម្រាប់ជនក្បត់ស៊ូហ្វុងបានទេរឿងនេះមិនបាច់បារម្ភទេយើងចង់ចាត់ឈិញយ៉ាងជីងឲ្យទៅជួយគេតើប្រពេតឡាយល់យ៉ាងម៉េចដែរទៅព្រះអង្គមានរិទ្ធបញ្ញាញិនឈឹងយ៉ាងជីនជាមេតល្បីឈ្មោះគាត់ប្រកាសជាទទួលបានជោគជ័យម្យ៉ាងទៀតធ្វើដំណើរទៅនេះគឺអាចជួយដឹកជញ្ជូនស្បៀងទៅផងល្អអញ្ចឹងយើងទុកចិត្តបានហើយពុកយើងពិតជាវាខ្សាច់ភាកខាងលិចស្វែងរកលំពេងយមរាជផ្ដាច់ពលឹងដែលគេនិយាយតគ្នានោះមែនទេលឺថាលំពេញផ្ដាច់ពលឹងនេះមានអានុភាពខ្លាំងនិងមុតគ្មានអីប្រៀបបានលឺថាវាអាចចាក់ទម្លុះឲ្យក្រោះនិងខលគ្រប់ប្រភេទនៅលើលោកនេះម្យ៉ាងទៀតមានពលឹងលំពេងស្ថិតក្នុងខ្លួនមិនតនឹងច្បាំងផងធ្វើឲ្យខ្មាំងចាញ់ទៅហើយអ្នកដែលមានលំពេងនោះឲ្យតែប្រយុទ្ធគឺឈ្នះគេមិនខានទេគុំប្រុសបើមិនកំចាត់ស៊ីយើងអង្គុយផែនការយើងមិនបានសម្រេចទេខ្ញុំដឹងប៉ុន្តែយើងអាចរកលំពេងផ្ដាច់ពលឹងនោះបានទេអាចរកបានលំពេងផ្ដាច់ពលឹងឬអត់រឿងនេះពុកមិនបារម្ភទេរឿងដែលពុកបារម្ភនោះគឺអាវុធទិព្វទាំងអស់នេះគឺតែងតែមានសិទ្ធិចំណេះការពារទើបពួកយើងអាចឆ្លងផុតពីឧបសគ្គទាំងអស់នេះទេសំពុកទុកចិត្តចោះជាសត្វចម្លែកអីទៅគ្រាន់តែជាសត្វដេឆានមួយក្បាលប៉ុណ្ណោះដល់ពេលនោះចាំខ្ញុំបញ្ឆោតឲ្យសត្វនោះចេញមកមើលវាឲ្យបានច្បាស់លាស់ហើយចាំប្រើក្បិតហោះដែលលោកគ្រូទំនុកដែកបង្ហាត់ខ្ញុំវាយប្រហារកន្លែងសំខាន់របស់វាប្រកាសជាបានជោគជ័យមិនខានល្អគុណប្រុសលឺឯងនិយាយពាក្យបែបនេះពុកក៏បានធូរចិត្តលំពេងយមរាជផ្ដាច់ពលឹងគឺនៅកន្លែងនេះហើយប៉ុន្តែធ្វើយ៉ាងម៉េចទើបអាចរកឃើញលោកម្ចាស់ក្រែងពួកយើងមករករ៉ែដែកទេរកស្អីក៏ដោយចាំបាច់ប្រាប់ឯងដែរអាចចង្រៃយកឆាប់ក្រោលឡើងកុំធ្វើពុតដូចជាជឿខ្លាំងពេកលឺថាលំពេញផ្ដាច់ពលឹងនេះមានចំហាយពិឃាតខ្លាំងណាស់កន្លែងកាត់ហេតុតែតែមានសាក់សពគោគ្នាបងយើងមានគ្នាតែប៉ុណ្្នឹងទេទាំងអស់គ្នាចាំស្ដាប់បើសិនជាមើលឃើញឆ្អឹងត្រូវរាយការណ៍ប្រាប់ភ្លាមស្ដាប់លឺហើយនៅដឹងហើយណាប្រុសមកពុជជើងស្រួលណាស់បញ្ចាំផងនេះជារបស់ឯងទីនេះមានចំហាយពិសេសគុំប្រុសយើងមិនអាចនៅយូរទេទៅយើងទៅ
សង្គ្រាមផ្ដាច់ព្រាត់ចិត្តចាប់ផ្ដើមហើយខ្ញុំសង្ឃឹមថានៅពេលដែលអ្នកទាំងអស់គ្នាចាប់ផ្ដើមនឹកពីវាសនារបស់ខ្លួនក៏ត្រូវនឹកឃើញដល់អារម្មណ៍របស់សត្រូវនៅពេលដែលវារត់ផាកញ្ញាំដែរឆាប់បានត្រឡប់មកផ្ទះវិញឬអត់គឺស្ថិតនៅលើការបដិញ្ញាចិត្តរបស់អ្នកទាំងអស់គ្នាតើអាចច្បាំងបានជោគជ័យទេបងប្អូនទាំងអស់វាសនាបានដាក់ខ្នោះអ្នកទាំងអស់គ្នាដល់ធ្ងន់ធ្ងរឲ្យអ្នកទាំងអស់គ្នាស្ថិតក្នុងសភាពកាន់តែតានតឹងប៉ុន្តែពួកយើងបានធ្វើការប្រយុទ្ធដំបូងជាមួយសត្រូវហើយយើងត្រូវច្បាំងឲ្យឈ្នះសត្រូវបើមិនចឹងគឺមានតែភ្លុស្លាប់មួយគត់អ្នកទាំងអស់គ្នាសុទ្ធតែមានការពិសោធន៍ក្នុងការធ្វើសង្គ្រាមខ្លាំងពូកែអង្អាចត្រូវតែវាយពួកគេឲ្យដួលរលំបើសិនជាថ្ងៃនេះពួកយើងការពារបានជោគជ័យបណ្ដេញការវាយលុករបស់សត្រូវបានจึงអ្នកទាំងអស់គ្នាសិតតែជាមន្ត្រីមានគុណសបាយនៃការបង្កើតនគរទឹកដីដែលយើងវែងយកបានសិតតែជារបស់អ្នកទាំងអស់គ្នានគរមានឧបសគ្គគឺជាកាតព្វកិច្ចរបស់រាជទាំងអស់គ្នាអ្នកទាំងអស់គ្នាអាចធ្វើបានទេពួកយើងមិនអាចទេល្អប្រុងព្រៀបចេញច្បាំងសុំរាយការណ៍និយាយទៅអ្នកយកការបាសរាយការណ៍ថាប្រហែលថ្ងៃទៀតកងទ័ពមហាឋានបានវាយលុកក្រុងសួងយ៉ាងហើយច្បាំងទៀតហើយយើងស្អប់ធ្វើសង្គ្រាមណាបើធ្វើសង្គ្រាមទៀតនោះគឺច្បាស់ជាមានមនុស្សស្លាប់ទៀត